គ្រាន់តែខកមកភ្លាមមានអារម្មណ៍ថាងុយដេកវិញបាត់ហើយអូ Facebook ពីបិជុំសោះដល់ម៉ោងងុយទឹកទៅធ្វើការបាត់ទៅហើយមនុស្សជាច្រើនណាស់ស្អប់ពេលព្រឹកប៉ុន្តែជឿអត់ថាវាអាចជាពេលមួយដែលផ្ដល់នូវថាមពលផ្លូវចិត្តផ្លូវកាយដល់យើងច្រើនមែនតើតែហើយវិធីដែលខ្ញុំទទួលបានថាមពលទាំងអស់ហ្នឹងគឺតាមរយៈ Miracle Morning គឺជាទម្លាប់ពេលព្រឹកមួយដែលខ្ញុំបានរៀនពីសៀវភៅដែលមានឈ្មោះអញ្ចឹងឯង The Miracle Morning និពន្ធដោយ Hal Elrod ខ្ញុំបានសាកធ្វើតាមគាត់នឹងជាង6ខែហើយឃើញថាមានប្រសិទ្ធភាពទើបយកមកចែកម្លែកអ្នកទាំងអស់គ្នាចាតែមុនពេលចូលដល់វីដេអូនេះខ្ញុំចង់ចែករំលែកដំណឹងដ៏ល្អមួយពី Meconet ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតដ៏គួរឲ្យទុកចិត្តហើយដំណើរការជាង20ឆ្នាំមកហើយគាត់ជាក្រុមហ៊ុនខ្មែរអញ្ចឹងគឺគាត់ប្រកាសជាមាន promotion ធំមួយមែនតើសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះតែអញ្ចឹងតាំងពីថ្ងៃនេះរហូតដល់ថ្ងៃទី30ខែមេសាឆ្នាំ2026នេះក្រុមហ៊ុន Meconet នឹងផ្ដល់ជូនសម្រាប់អតិថិជនដែលភ្ជាប់គម្រោង12ខែនឹងបានថែម4ខែដែលឥតគិតថ្លៃ6ខែនឹងបាន2ខែបន្ថែមហើយសូម្បីយើងភ្ជាប់តែ3ខែក៏បានកន្លះខែបន្ថែមដែរនេះមកជាមួយនឹងការបញ្ចុះតម្លៃបន្ថែមសម្រាប់អតិថិជនដែលទិញកាមេរ៉ាសុវត្ថិភាព Live Smart ពីក្រុមហ៊ុនផងដែរគុំរំលងឲ្យសោះចាបើសិនបើចាប់អារម្មណ៍គឺអាចដាក់ចុះឈ្មោះតាម link ខាងក្រោមនេះអត់ត្រូវការព័ត៌មានច្រើនទេគឺគ្រាន់តែដាក់លេខទូរស័ព្ទតាក់ទងគឺនឹងមានគេតាក់ទងទៅជាស្រេចចាអញ្ចឹង Miracle Morning Routine ហ្នឹងគឺមានចំនួន6សកម្មភាពដែលយើងអាចចាំខ្លីៗថាជា savers អញ្ចឹងអក្សរ S គឺ silence គឺការស្ងប់ស្ងាត់អញ្ចឹងអ្នកនិពន្ធគាត់លើកទឹកចិត្តថាពេលដែលយើងខកមកភ្លាមយើងមានពេលឲ្យស្ងប់សុខជាមួយនឹងខ្លួនឯងបន្តិចអញ្ចឹងឧទាហរណ៍គាត់ថាអ្នកខ្លះគាត់ចូលចិត្តធ្វើជារបៀបអធិដ្ឋានជាមួយព្រះរបស់គាត់អីចឹងទៅតាមសាសនានីមួយៗណាបើខ្ញុំវិញខ្ញុំចូលចិត្តយកពេលហ្នឹងសមាធិអញ្ចឹងខកមកភ្លាមយើងកុំទៅធ្វើការអីធ្ងន់ណាយើងក្រោកមកយើងសមាធិសម្រាប់ខ្ញុំប្រហែលជាសមាធិពី5ទៅ10នាទីធ្វើអញ្ចឹងគឺវាជួយសម្រួលឲ្យចិត្តយើងស្ងប់ឲ្យចិត្តយើងស្រស់ស្រាយទទួលថ្ងៃថ្មីបាន A គឺ affirmations ហ្នឹងគឺការដែលយើង affirm ខ្លួនឯង affirm ហ្នឹងមានន័យថាដូចទទួលស្គាល់ខ្លួនឯងអញ្ចឹងណាគាត់មានដាក់ការណែនាំឲ្យយើងទៅ say affirmation ហ្នឹងមិនគឺយើងសរសេរបញ្ជីមួយដែលរាយរាប់នៅលក្ខណៈចរិតហើយនឹងក្តីសម័យរបស់យើងណាហើយរាល់ព្រឹកគឺយើងយកពេលមកទន្ទិញបញ្ជីនឹងឡើងវិញចាខ្ញុំទៅសេរបស់ខ្លួនឯងហើយបើសិនជាចង់ឃើញ affirmation របស់ខ្ញុំហ្នឹងអាចចូលទៅមើលក្នុង Telegram គ្រប់ជើងអានបាននិយាយតាមត្រង់ពេលដែលខ្ញុំដល់ចំណុចហ្នឹងខ្ញុំដំបូងខ្ញុំអត់ចង់ធ្វើទេព្រោះខ្ញុំមានអារម្មណ៍ថាខ្មាស់ខ្លួនឯងរៀងឆាញ់មិនទេដូចថាទៅសេមកខ្ញុំអស់ចាខ្ញុំស្អាតខ្ញុំប៉កែធ្វើការអីអញ្ចឹងណាខ្ញុំមានអារម្មណ៍ថាពិបាកតែខ្ញុំព្យាយាមដាក់អារម្មណ៍ហ្នឹងនៅមួយកន្លែងហើយខ្ញុំធ្វើតាមគាត់ព្រោះខ្ញុំគិតថាពេលផឹកយើងអន្ទិញអាហ្នឹងក៏គ្មានអ្នកណាលឺដែរយើងអន្ទិញតែមួយខ្លួនឯងទៅបានហើយខ្ញុំបានធ្វើអាហ្នឹង30ថ្ងៃខ្ញុំឃើញថាអូពេលដែលអន្ទិញអញ្ចឹងយើងមានអារម្មណ៍ល្អមែនតើហើយយើងមិនមែនកុហកខ្លួនឯងណាព្រោះអ្វីដែលខ្ញុំទៅសេហ្នឹងគឺភាគរយច្រើនណាស់ដែលខ្ញុំពិតជាអញ្ចឹងមែនឬក៏អាហ្នឹងជាអីមួយដែលយើងចង់ធ្វើនៅថ្ងៃហ្នឹងយើងនឹងធ្វើវាឲ្យคล้ายទៅជាការពិតហើយជាពិសេសនៅពេលដែលអ្នកកំពុងក្នុងពេលមួយដែលកំពុងតែដូចថាអត់ច្បាស់មួយខ្លួនឯងអត់សូវមានទំនុកចិត្តលើខ្លួនឯងណាទន្ទឹងអាហ្នឹងគឺពិតជាជួយបានច្រើនអញ្ចឹងយើងដល់ទី3អក្សរ V គឺ visualization គឺការស្រមៃឲ្យចេញរូបភាពក្នុងខួរក្បាលយើងហ្មងណាអញ្ចឹងគាត់ថាយកពេលបន្តិចមកយើងស្រមៃថាពេលដែលយើងបានបំពេញគោលបំណងឬក៏ក្តីស្រមៃដែលយើងកំពុងធ្វើការរាល់ថ្ងៃហ្នឹងដើម្បីបានក្តីស្រមៃហ្នឹងពេលដែលយើងបានវាតើយើងមានអារម្មណ៍មិនតើនឹងមានសកម្មភាពអីគេកាត់ឡើងខ្លះដល់ពេលសម្រាប់ខ្ញុំធ្វើចឹងរាល់ព្រឹកអ្នកនរគ្នាដឹងខ្ញុំធ្វើគេខ្ញុំធ្វើតាក់ទងនឹងការដែលខ្ញុំទៅសេសភៅរបស់ខ្ញុំចប់ព្រោះសភៅខ្ញុំទៅសេ4ឆ្នាំណាខ្ញុំសេ4ឆ្នាំហើយយើងខំប្រឹងឆ្លៀតដោយសារយើងមានការងារច្រើនពេលខ្លះគឺចង់បោះបង់ចោលពេលខ្លះហត់ពេកចឹងទៅគឺអត់ចឹងទៅទុកចោលចឹងទៅប៉ុន្តែនៅពេលដែលខ្ញុំចាប់ដើមធ្វើvisualization ហ្នឹងវាពិតជាជួយច្រើនមែនតើមកព្រោះខ្ញុំសម័យថានៅពេលដែលខ្ញុំទៅសេចប់ខ្ញុំបោះពុំហើយខ្ញុំដាក់លក់ឲ្យអ្នកនរគ្នាទិញទៅហើយស្រាប់មានគេអានហើយគេថាអូសភៅហ្នឹងល្អតោះមកគេយកមិត្តភក្តិគេថាអូហើយមើលសភៅនេះល្អខ្ញុំសម័យឃើញរូបភាពហ្នឹងគឺធ្វើឲ្យខ្ញុំមានទឹកចិត្តក្នុងការធ្វើហ្មងមួយថ្ងៃទៅសេបាន 2-3 ទំព័រក៏ទៅសេដែរស្រាវជ្រាវបានបន្តិចក៏ស្រាវជ្រាវដែរដើម្បីធ្វើមិនឲ្យអាក្តីសម័យហ្នឹងខ្លាយជាការពិតសម្រាប់ខ្ញុំក្នុងចំណោមសកម្មភាពទាំងអស់សកម្មភាពក្តីសម័យហ្នឹងគឺពិតជាជួយលើកទឹកចិត្តខ្ញុំបានច្រើនជាងគេហ្មងចាយើងចូលដល់ទី4 E for exercise គឺការហាត់ប្រាណបើសិនជាពេលព្រឹកខ្ញុំចេញទៅក្រៅទៅហាត់ប្រាណនៅជីមហ្មងអាហ្នឹងគឺចប់ហើយអញ្ចឹងទោះបីជាខ្ញុំនៅផ្ទះក៏ដោយក៏ខ្ញុំធ្វើដែរយ៉ាងហោចណាស់5នាទីហាត់ប្រាណអញ្ចឹងទៅដោយសារអីពេលព្រឹកនៅពេលដែលយើងហាត់ប្រាណគឺវាធ្វើឲ្យខ្លួនប្រាណយើងស្រួលហើយមួយទៀតគឺមានឈាមច្រាលពេញខ្លួនជាពិសេសច្រាលចូលខួរក្បាលយើងដើម្បីឲ្យយើងហ្នឹងខួរក្បាលយើងហៅតែមានសុខភាពល្អហើយយើងគិតបានលឿនពេលព្រឹកហ្នឹងទោះបីខ្ញុំនៅផ្ទះគឺខ្ញុំនឹងចំណាយពេលប្រហែលជា3នាទីក្នុងការហាត់ Radio Taiso របៀបជប៉ុនអាហ្នឹងយើង stretch ផងយើងអីផងអញ្ចឹងណាហើយទៅ2នាទីទៀតគឺខ្ញុំអាចនឹងហក់ឬក៏ហត់ឬក៏ stretch ឬក៏អីចឹងទៅ
ដើម្បីឲ្យមានឈាមច្រាលបន្តិចសកម្មភាពទី5 or for reading គឺការអានអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់អានសភៅតែគាត់ចេះថាគាត់អត់មានពេលណាអានេះគឺល្អមែនតើដោយសារវាភ្ជាប់មកកញ្ចប់តែមួយហ្មងអញ្ចឹងអ្នកនិពន្ធគាត់លើកថាយើងគួរតែយកពេលយ៉ាងហោចណាស់អានសៀវភៅអីមួយអានបានតែប្រហែលនាទីក៏បានដែរតែយកពេលនឹងអានបើសម្រាប់ខ្ញុំពេលព្រឹកដូចខ្ញុំនិយាយនៅក្នុង Q&A អញ្ចឹងខ្ញុំចូលចិត្តអានសៀវភៅធម៌ឬក៏សៀវភៅទស្សនវិជ្ជាតែភាគច្រើនគឺសៀវភៅធម៌ហើយខ្ញុំអានអត់ច្រើនទេខ្ញុំអានតែ1 2ទំព័រអីអញ្ចឹងទៅដើម្បីឲ្យចិត្តយើងរត់តែស្ងប់ទៀតជាក់ស្ដែងនៅពេលដែលខ្ញុំកំពុងធ្វើ challenge ហ្នឹងខ្ញុំអានសៀវភៅពេលព្រឹករាល់ថ្ងៃគឺសៀវភៅ Zen The Art of Simple Living ខ្ញុំអានមួយថ្ងៃតែមួយអត្ថបទទេហើយឡើងមក challenge ហ្នឹងគឺចប់មួយសៀវភៅហ្នឹងតែហ្មងហើយសកម្មភាពចុងក្រោយ S គឺ scribing គឺការសរសេរទោះបីយើងរវល់មិនក៏ដោយយើងដកពេលមកសរសេរបន្តិចសរសេរពីអីក៏បានដែរសរសេរពីបំណងទៅថាយើងនៅថ្ងៃហ្នឹងបំណងថាយើងទៅថ្ងៃមុខសរសេរពីរឿងអីដែលកើតឡើងម្សិលមិញសរសេរអំពីអារម្មណ៍យើងឥឡូវគំនិតយើងឥឡូវសៀវភៅដែលយើងអានសរសេរពីអីក៏បានដែរឲ្យតែមានពេលសរសេរតែពិតការសរសេរកំណត់ហេតុណាមិនថាពេលព្រឹកពេលថ្ងៃពេលល្ងាចទេគឺវាមានអត្ថប្រយោជន៍ច្រើនមែនតើខ្ញុំកំពុងតែស្រាវជ្រាវហើយនឹងចងក្រងដាក់នៅក្នុងសៀវភៅដែលខ្ញុំនឹងចេញប៉ុន្តែឥឡូវជឿខ្ញុំសិនទៅថាវាពិតជាមានប្រយោជន៍ច្រើនសម្រាប់ផ្លូវកាយហើយនិងផ្លូវចិត្តយើងចាអញ្ចឹងប៉ុណ្្នឹងឯងនេះគឺជាសកម្មភាពទាំង6ដែលយើងធ្វើដើម្បីឲ្យវាក្លាយទៅជា miracle morning ហ្នឹងតែសួរថាយើងធ្វើប្រហែលនាទីក្នុងមួយសកម្មភាពតែប៉ុណ្្នឹងវាតាមស្ថានភាពជាក់ស្ដែងរបស់យើងអញ្ចឹងណាតែយើងមានពេលប្រហែលដើម្បីទៅធ្វើវាបើសិនជាយើងមានពេលយើងអាចធ្វើដល់30 60នាទីអីក៏បានដែរបើសម្រាប់ខ្ញុំចំណាយពេលប្រហែលជា30នាទីដើម្បីធ្វើទាំងអស់ហ្នឹងតែអ្នកនិពន្ធគាត់ថាអញ្ចឹងបើសិនបើយើងរវល់ខ្លាំងហើយយើងមានពេលតែ5នាទីធ្វើតែ5នាទីមួយសកម្មភាពនោះធ្វើ5នាទីធ្វើហាត់ប្រាណ1នាទីសមាធិ1នាទីសម័យទៅអាន affirmation ហ្នឹង1នាទីអីចឹងទៅអញ្ចឹងយើងអត់មានលេសទៀតទេណាអត់មានលេសថាខ្ញុំអត់មានពេលធ្វើទេសកម្មភាពច្រើនណាចាខ្ញុំនិយាយមែនណាកុំស្ដាប់តែខ្ញុំអីសាកធ្វើខ្លួនឯងគ្រប់វីដេអូរបស់ខ្ញុំណាកុំស្ដាប់តែខ្ញុំនិយាយសាកយកទៅធ្វើខ្លួនឯងទៅបានដឹងថាវាមានប្រសិទ្ធភាពឬក៏អត់ចាសាជាថ្មីម្ដងទៀតអរគុណដល់មេកុងណែមែនតើដែលបាន sponsor វីដេអូមួយនេះចឹងប្រសិនបើបងប្អូនចាប់អារម្មណ៍ជាមួយនឹង promotion ដ៏ធំសម្រាប់ខែមេសានេះហាគឺអាចចុះឈ្មោះតាម link ខាងក្រោមដើម្បីឲ្យមេកុងណែគាត់អាចតាក់ទងទៅហើយព្យាយាមស្វែងរកសេវាកម្មណាមួយដែលត្រូវជាមួយនឹងតម្រូវការរបស់បងប្អូននៅពេលនេះចាអរគុណច្រើន